ជំរាបសួរអ្នកនរគ្នាជួបមួយខ្ញុំប្រពន្ធខ្មែរហើយយើងនឹងបន្តសាច់រឿងរបស់យើងជាបន្តហ្នឹងឯងកុំឲ្យខាត់ពេលយូរចូលសាច់រឿងយើងទៅជីឈឺហ្នឹងក៏និយាយថាសពអូនតូចមានមនុស្សនៅខាងក្រៅឬសែវជាក៏យកបាញ់តែដែលខ្លួនផឹកហ្នឹងគប់ទៅដែលត្រូវនឹងមនុស្សដែលនៅខាងក្រៅហើយពេលដែលគប់ចំចឹងទៅក៏ស្រែកអាយ៉យជីឈឺក៏រត់ទៅមើលជីឈឺហ្នឹងក៏និយាយថាពិតជាមានមនុស្សនៅខាងក្រៅពិតមែនចាំមកទៅមើលសិនថាជានរណាទៅនៅពេលដែលជីឈឺឃើញរូបរាងមនុស្សម្នាក់នឹងច្បាស់ក៏និយាយថាឆាងជឿឈិនមិនក៏ជាលោកទៅវិញអ្នកប្រធានជឿឈិននឹងក៏ចេញមកព្រមទាំងនិយាយថាហាសួស្ដីជីឈឺក៏សួរទៅអ្នកប្រធានជឿឈិនថាមិនបានលោកដឹងថាពួកខ្ញុំស្នាក់នៅទីនេះសែវជាក៏និយាយថាប្រហែលជាគេដើរតាមពួកយើងហើយនឹងស្មានមិនដល់ថាអ្នកប្រថ្លៃធ្នូមកពីប៉ាឋានសួគ៌9ជាន់ក៏អាចធ្វើរឿងលួចមកនឹងឯឆ្កែបែបនេះសោះនឹងឯអ្នកនរគ្នាពីលួចមកនឹងឯឆ្កែនឹងប្រៀបធៀបសកម្មភាពដែលលបលួចឬទង្វើដែលធ្វើឲ្យអាប់អោនកិត្តិយសចឹងទៅចូលមកសាច់រឿងយើងវិញអ្នកប្រធានជឿឈិននឹងក៏តបទាំងខ្មាស់អៀនថាពួកលោកកុំយល់ច្រឡំអីខ្ញុំមកទីនេះក៏ព្រោះតែមានរឿងចង់សួរពួកលោកពិតមែនជីឈឺក៏និយាយទៅកាន់សែវជាថាសិស្សប្អូនតូចមើលទៅរកពេលគេទំនងដូចជាមានរឿងចង់សួរពួកយើងពិតមែនម្យ៉ាងគេមិនមែនជាមនុស្សអាក្រក់ស្អីដែរឲ្យគេចូលមកក្នុងសិនទៅសែវជាក៏ឆ្លើយថាស្រេចលើបងចុះជីឈឺក៏អញ្ជើញអ្នកប្រធានជឿឈិននឹងឲ្យចូលមកនិយាយគ្នានៅខាងក្នុងសិនអ្នកប្រធានជឿឈិនក៏យល់ព្រមគេក៏កាត់ឲ្យយើងឃើញនៅពេលដែលអ្នកប្រធានជឿឈិននឹងចូលមកដល់ក្នុងសំណាក់ជីឈឺក៏និយាយទៅកាន់ខាងជឿឈិននឹងថាមានរឿងអីចង់សួរក៏ឆាប់និយាយទៅខាងជឿឈិននឹងក៏តបថារឿងសម្រាប់រង្គាគ្រួសារលីនោះគឺពួកលោកជាអ្នកធ្វើឬលើសំណួរនេះហើយជីឈឺក៏ស្រឡាំងកាំងភ្លាមដែលធ្វើឲ្យចាក់តែទៅដៃអ្នកប្រធានជឿឈិនអ្នកប្រធានជឿឈិនក៏ស្រែកថាអាយ៉ាក្តៅណាស់ជីឈឺក៏និយាយថាសុំទោសមានរលាកអីអត់នឹងអីចាស់សួរគេអញ្ចឹងកើតតែត្រូវតែក្តៅហ្នឹងអាលីជីឈឺក៏និយាយថាលោកកុំយល់ខុសអីតាមពិតទៅរឿងគ្រួសារត្រកូលលីនោះខ្ញុំគ្មានអីពាក់ព័ន្ធនិយាយមិនទាន់ចប់ផងក៏ត្រូវស្រាវជ្រាវនិយាយកាត់មិនខុសទេគឺខ្ញុំជាអ្នកធ្វើអ្នកប្រធានជឿឈិននឹងក៏ងើបឈរព្រមទាំងសួរថាស្អីគេខ្លួនជាសិស្សនៃបាក់តើមិនក៏សម្រាប់មនុស្សស្លូតត្រង់មិនរើសមុខបែបនេះទៅកើតជីឈឺក៏និយាយទៅកាន់សែវជាថាសប្អូនតូចឯងកុំនិយាយផ្ដេសផ្ដាសសែវជាក៏សួរទៅកាន់អ្នកប្រធានជឿឈិននឹងថាអ្នកប្រមានចំណេះដឹងនឹងបទពិសោធន៍ច្រើនអញ្ចឹងគួរតែដឹងពីក្បួនដែលបំលែងមនុស្សទៅជាបិសាចឬខ្មោចឆៅហើយត្រូវទេនិយាយទៅក្បួននឹងមានឈ្មោះតែខ្ញុំស្គាល់ឈ្មោះក្បួននឹងទេហើយខ្ញុំក៏អត់បានសើចដល់មើលដែរសំជាស្រ័យផងគឺថាកន្លែងហ្នឹងគឺសំទោសគឺអត់ដឹងឈ្មោះហ្នឹងមែនតសាច់រឿងយើងវិញអ្នកប្រធានជឿឈិននឹងលើសំណួរនឹងហើយក៏និយាយថាលោកកំពុងនិយាយពីអាគមដែលបំលែងមនុស្សឲ្យខ្លាចទៅជាខ្មោចឬបិសាចដើម្បីទទួលបានការចម្រុងចម្រើននោះឬមួយខ្មោចឆៅដែលនៅផ្ទះគ្រួសារលីនោះនិយាយមិនទាន់ចប់ផងសែវជាក៏និយាយកាត់ថាមិនខុសទេសែវជាក៏និយាយទៅកាន់ជីឈឺថាសិស្សច្បងឲ្យមីងយាកចេញមកក្រៅបន្តិចមកជីឈឺក៏ឆ្លើយថាបានជីឈឺក៏ដាក់ចិញ្ចៀនគ្រាប់ពូជល្អិតនៅលើតុយាកមីងក៏ចេញមកអ្នកប្រធានជីឈឺនោះក៏ស្រែកឆោឡោថាពួកលោកពិតជាហ៊ានបង្ក្រាបគេពិតមែនពួកលោកឡើងចង់រស់ហើយមែនយាកមីងក៏ទៅអោបជីឈឺក៏បាននិយាយទៅកាន់អ្នកប្រធានជីឈិនថាអត្តចរិតរបស់មីងយាកសុភាពរាបសារណាលោកចង់សាកមើលបន្តិចអត់អ្នកប្រធានជឿឈិននឹងក៏លន់មកថាអត់កើតទេអរគុណអ្នកប្រធានជឿឈិននឹងក៏បានទៅនិយាយជាមួយសែវជាថាតែលោកមិនអាចសម្លាប់គ្រប់គ្នាក្នុងគ្រួសារត្រកូលលីបែបហ្នឹងដែរណាសែវជាក៏តបថាមុនអាគមនោះកាន់តែខ្លាំងប៉ុណ្ណាព្រឹត្តិកម្មបកមកវិញគឺកាន់តែលឿនប៉ុណ្ណឹងដែរបើសិនជាខ្ញុំមិនចាត់ការទេកន្លងផុត3ថ្ងៃសមាជិកគ្រួសារលីនឹងប្រែខ្លាចទៅជាបិសាចវាប្រហារក្រុងជាមិនខានអ្នកប្រធានជឿឈិនអង្គុយចុះព្រមទាំងនិយាយថាតែយ៉ាងណាពេលនេះខាងរាជការបានចូលដៃជាមួយព្រឹត្តិការណ៍មកពីបរមស័យខៀវរួមគ្នាស៊ើបអង្កេតរឿងនេះមិនយូរមិនឆាប់មកជាស្វែងរកឃើញការពិតអ្នកប្រធានជឿឈិនក៏និយាយបន្តថាក៏ប៉ុន្តែខ្ញុំអាចមានវិធីដែលអាចជួយឲ្យពួកលោកកិច្ចផុតពីបញ្ហានេះដោយសុវត្ថិភាពជីឈឺលឺបែបនេះក៏ស្ទុះទៅសួរអ្នកប្រធានជឿឈិនថាពិតមែនឬអ្នកប្រធានជឿឈិនក៏និយាយថាខ្ញុំអាចបញ្ជាក់ការពិតពីរឿងដែលគ្រួសារត្រកូលលីបំលែងមនុស្សឲ្យខ្លាចទៅជាខ្មោចឆៅនោះបានបន្ទាប់ពីការពិតត្រូវបានលាតត្រដាងរួចខាងរាជការមិនត្រឹមតែមិនបន្តដេញដោលនោះទេផ្ទុយទៅវិញគឺគិតថាពួកលោកគឺជាមនុស្សទេពដែលបានជួយសង្គ្រោះពិភពលោកទៀតផងជីឈឺក៏និយាយទៅកាន់អ្នកប្រធានជឿឈិនថាល្អមែនតែលោកត្រូវតែជួយពួកយើងណាជីឈឺមិត្តសម្លាញ់មិនបាច់គួរសមដល់ថ្នាក់នេះទេសែវជាក៏បាននិយាយទៅកាន់អ្នកប្រធានជឿឈិនថាមិនបាច់ទេរឿងមួយនេះខ្ញុំអាចចាត់ការខ្លួនឯងបានសែវជាពេលឃើញអ្នកប្រធានជឿឈិនចាប់ដៃរបស់ជីឈឺក៏មានការមិនពេញចិត្តជាខ្លាំងមុខនឹងតាមអេដមីនទាយប្រចាំ 100% ជឿអេដមីនទៅមិនខុសទេជីឈឺក៏ទៅក្បែរសែវជាព្រមទាំងនិយាយថាសិស្សប្អូនតូចយ៉ាងណាគេខំមានទឹកចិត្តល្អជួយទៅហើយឯងកុំធ្វើប្រងើយអញ្ចឹងទៀតអីសែវជាក៏តទៅកាន់ជីឈឺថាសិស្សច្បងគិតថាផ្អែកលើសមត្ថភាពខ្ញុំគឺមិនអាចដោះស្រាយបញ្ហានេះបានមែនទេជីឈឺក៏អេះក្បាលតិចព្រមទាំងនិយាយថារឿងនេះគឺមិនបែបនឹងទាំងស្រុងទេណា
ប្រព័ន្ធចេញមកព្រមទាំងនិយាយថាឲ្យមាត់ឥតគម្របរបស់លោកបន្តនិយាយផ្ដេសផ្ដាស់ទីទៅចោះជីឈឺក៏សម្លុតថាបិទមាត់សែវជាក្រោកឈរព្រមទាំងនិយាយទៅកាន់អ្នកប្រធានជឿឈិនថាសុំទោសខ្ញុំរៀងហត់នៅបន្តិចហើយមិនបានជូនដំណើរទេកាត់មកពេលដែលជីឈឺនាំអ្នកប្រធានជឿឈិនចេញមកដល់ក្រៅសំណាក់ជីឈឺក៏និយាយទៅកាន់អ្នកប្រធានជឿឈិនថាសុំទោសសិស្សប្អូនរបស់ខ្ញុំមានចារឹកតែអញ្ចឹងឯងលោកកងប្រកាន់យកទោសបីអីអ្នកប្រធានជឿឈិនក៏និយាយទាំងរំភើបថាស័ក្តិសមជាសំណប់ចិត្តរបស់ខ្ញុំមិនសំបីតែពេលខឹងក៏នៅតែស្អាតដល់ម្ល៉េះមិញនេះខ្ញុំនឹងគេបាននិយាយគ្នាច្រើនដល់ថ្នាក់នឹងទៀតមានអារម្មណ៍ថាស្លាប់ទៅអស់ចិត្តដែរជីឈឺឃើញបែបហ្នឹងក៏គិតថាមិនអាចទេនេះគេមានការឈួតអីអត់នេះអ្នកប្រធានជឿឈិនក៏និយាយទៅកាន់ជីឈឺថាជីឈឺមិនសម្លាញ់យប់នេះរំខានច្រើនណាស់អញ្ចឹងខ្ញុំសូមលាសិនហើយជីឈឺក៏និយាយថាចាំបន្តិចជីឈឺក៏យកថង់ប្រាក់មួយថង់ហុចទៅឲ្យអ្នកប្រធានជឿឈិនអ្នកប្រធានជឿឈិនក៏សួរថាលោកនេះគឺជីឈឺក៏និយាយថាក្រែងថង់ប្រាក់លោកបាទតែយកទៅប្រើសិនទៅរឿងគ្រួសារត្រកូលលីនោះនៅថ្ងៃមុខខ្ញុំអាចនឹងត្រូវរំខានលោកហើយលើសម្ដីរបស់ជីឈឺបែបនេះហើយអ្នកប្រធានជឿឈិនក៏មុខក្រហមតិចតិចតែក៏ក្រវីក្បាលដែលធ្វើឲ្យជីឈឺនឹងមានការឆ្ងល់ជាខ្លាំងប្រធានជឿឈិននឹងក៏និយាយថាអត់ត្រូវទេគួរតែបែបហ្នឹងទេទៅជាបែបនេះបានត្រូវដែលធ្វើឲ្យជីឈឺរបស់យើងនឹងមានការឆ្ងល់ជាខ្លាំងទៅនឹងអ្នកប្រធានជឿឈិននឹងប្រធានជឿឈិនក៏លាដៃលាជីឈឺក៏បាននិយាយថាថ្ងៃក្រោយជួបគ្នាទៀតសើជាពេលដែលឃើញជីឈឺស្និទ្ធស្នាលជាមួយអ្នកប្រធានជឿឈិនបែបនេះក៏មានការសង្ស័យហើយក៏ចូលទៅសួរជីឈឺថាអ្នកទាំងពីរមិញហ្នឹងនិយាយស្អីខ្លះជីឈឺឆ្ងល់ក៏សួរទៅកាន់សៅជាថាសិស្សប្អូនតូចក្រែឯងរៀបចំចូលកេងហើយជីឈឺក៏ឆ្លើយថាគ្មានអីច្រើនទេថងប្រាក់គេបាត់ហើយបងក៏ឲ្យប្រាក់តិចតួចទៅគេបន្ទាប់មកក៏និយាយគ្នារឿងគ្រួសារត្រកូលលីសៅជាមិនបាននិយាយច្រើនក៏ច្រត់ដៃទៅលើទ្វារដែលធ្វើឲ្យជីឈឺរបស់យើងនឹងបើកភ្នែកធំប៉ុនពងមាន់សៅជាក៏និយាយទៅកាន់ជីឈឺទាំងខឹងថាខ្ញុំនិយាយហើយថារឿងមួយនេះខ្ញុំអាចដោះស្រាយខ្លួនឯងបានបងថ្ងៃក្រោយហាមសម្រេចចិត្តដោយខ្លួនឯងទៅរកគេនោះទៀតឲ្យសោះដឹងហើយឬនៅជីឈឺក៏ឆ្លើយទាំងភ័យថាសៅជាក៏និយាយទៅកាន់ជីឈឺថាយកចិញ្ចៀនគ្រាប់ពូជល្អិតនោះឲ្យខ្ញុំបន្តិចថាមពលរបស់យាយមិញនៅមិនទាន់មានលំនឹងទេខ្ញុំនឹងបន្ថែមវេទមន្តរនាំងមួយស្រទាប់ទៀតជីឈឺក៏ឆ្លើយថាបានហើយក៏ហុចចិញ្ចៀនគ្រាប់ពូជល្អិតនោះឲ្យសៅជាកាត់មកពេលព្រឹកក៏មានសំឡេងគោះទ្វារតុកតុកជីឈឺក៏ទៅបើកទ្វារទាំងមិនទាន់អស់ងងុយព្រមទាំងនិយាយថាទៅហើយអ្នកណាគេមកទាំងព្រឹកព្រលឹមអញ្ចឹងហាពេលដែលបើកទ្វារឃើញថាជាព្រឹទ្ធាចារ្យគូហុកដែលធ្វើឲ្យជីឈឺស្វាងមួយរំពេចព្រឹទ្ធាចារ្យគូហុងក៏និយាយថាខ្ញុំមករកសែជាជីឈឺក៏និយាយទៅកាន់ព្រឹទ្ធាចារ្យគូហុងថាលោកសូមអញ្ជើញសៅជាមកដល់ក៏អន់គោរពព្រមទាំងនិយាយថាគុណសិស្សសូមគោរពព្រឹទ្ធាចារ្យគូហុងព្រឹទ្ធាចារ្យគូហុងក៏និយាយទៅកាន់សៅជាថាសៅជាខ្ញុំត្រូវប្រញាប់ត្រឡប់ទៅប៉ាក់វិញភ្លាមតែម្ដងអញពិតជាមិនត្រឡប់ទៅជាមួយខ្ញុំទេឬសៅជាក៏ឆ្លើយវិញថាបញ្ហារបស់គុណសិស្សនៅមិនទាន់ចាត់ការរួចទេមិនអាចត្រឡប់ទៅវិញបានឡើយសូមព្រឹទ្ធាចារ្យមេត្តាអភ័យទោសផងចុះព្រឹទ្ធាចារ្យគូហុងក៏និយាយថាខ្ញុំដឹងហើយជីឈឺឯងមើលថែគេឲ្យបានល្អជីឈឺក៏ឆ្លើយថាលោកទុកចិត្តចុះជីឈឺក៏និយាយថាព្រឹទ្ធាចារ្យគូហុងចាំខ្ញុំជូនដំណើរលោកកាត់មកពេលដែលព្រឹទ្ធាចារ្យគូហុងចេញមកដល់ក្នុងទ្វារសំណាក់ជីឈឺក៏និយាយថាព្រឹទ្ធាចារ្យធ្វើដំណើរតាមសម្រួលព្រឹទ្ធាចារ្យគូហុងក៏ហុចបន្តោងមួយឲ្យជីឈឺព្រមទាំងនិយាយថាជួយខ្ញុំយករបស់នេះប្រគល់ឲ្យសៅជាផងជីឈឺក៏ឆ្លើយថានេះជម្រាបលាអ្នកនរគ្នារឿងយើងមកដល់ទីបញ្ចប់ហើយហ្នឹងហើយឥឡូវខ្ញុំរៀងមានពេលតនេច្រើនអញ្ចឹងទៅខ្ញុំក៏បានធ្វើវីដេអូរៀងច្រើនអញ្ចឹងដែរទៅតែមួយរយៈទៀតហ្នឹងប្រហែលខ្ញុំអត់សូវតនេទេអញ្ចឹងហើយសូមអធិស្ឋានមែនតើចំពោះរបៀបថាសាច់រឿងចេញមកម្ដងចេញម្ដងអត់ចឹងនិយាយទៅខ្ញុំអាចកំណត់ពេលវេលាបានទេថាពេលណាដែលខ្ញុំចេញពេលណាដែលខ្ញុំអត់សូមអធិស្ឋានមែនតើ